ចាប់ពីកិច្ចសហការកាន់តែស៊ីជម្រៅរវាងប្រទេសចិននិងកម្ពុជារហូតដល់តម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផុសភាបានក្លាយជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ZTO Express Cambodia រួមជំហានជាមួយការអភិវឌ្ឍជាតិភ្ជាប់ឧស្សាហកម្មពាណិជ្ជកម្មនិងជីវភាពរស់នៅរបស់ប្រជាជនជាមួយការដឹកជញ្ជូនរហ័សរក្សាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិននិងកម្ពុជាគឺជានិមិត្តរូបដែលមិនអាចខ្វះបានចាប់តាំងពីបើកដំណើរការខែឧសភាឆ្នាំ2018មក ZTO Express Cambodia ផ្ដោតលើសេវាដឹកជញ្ជូនបើកដំណើរការសេវាកម្មដឹកជញ្ជូនចិនកម្ពុជាវៀតណាមនិងដឹកជញ្ជូនក្នុងស្រុកបំពេញតាមតម្រូវការជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែមានប្រសិទ្ធភាពក្រុមហ៊ុនបានសាងសង់មជ្ឈមណ្ឌលចែកចាយជាច្រើនដែលមានផ្ទៃក្រឡាប្រតិបត្តិការសរុបជិត 30,000 ម៉ែត្រការ៉េមានសាខាសរុបលើស 400 កន្លែងដឹកជញ្ជូនចិនមកកម្ពុជាពីរយៈពេល5ទៅ7ថ្ងៃផ្លូវអាកាស1ទៅ2ថ្ងៃដឹកជញ្ជូនក្នុងភ្នំពេញដល់ថ្ងៃតែមួយនិងបណ្ដាខេត្តដល់ថ្ងៃបន្ទាប់ការដឹកជញ្ជូនអន្តរជាតិនិងក្នុងស្រុកប្រកបដោយប្រសិទ្ធភាពពឹងផ្អែកលើបណ្ដាញដឹកជញ្ជូនយ៉ាងល្អរបស់ ZTO Express ZTO ពាណិជ្ជកម្មផ្ដោតលើផលិតផលកសិកម្មអាហារស្រស់ៗនិងទំនិញប្រើប្រាស់ផ្គត់ផ្គង់ផ្លែឈើនិងសេវាកម្មដឹកជញ្ជូនផ្លែឈើចិនដែលមានគុណភាពខ្ពស់ផ្លែចេកកម្ពុជាធូរ៉េនដូងនិងផ្លែឈើផ្សេងទៀតឲ្យដល់ដៃអតិថិជនឲ្យកាន់តែឆាប់រហ័សជាមួយគ្នានេះយើងលើកកម្ពស់យ៉ាងសកម្មនៅកសិកម្មរបស់កម្ពុជាដូចជាអង្ករផ្កាម្លិះកម្ពុជានិងផលិតផលផ្សេងទៀតចូលទៅក្នុងទីផ្សារចិននិងជួយសម្រួលដល់ផលិតផលកសិកម្មរួមគ្នារវាងប្រទេសចិននិងកម្ពុជាសម្លឹងមើលទៅអនាគត ZTO Express Cambodia នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជុំថ្មីមួយទៀតមជ្ឈមណ្ឌលចែកចាយថ្មីនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ 23,000 ម៉ែត្រការ៉េនៅពេលបញ្ចប់នឹងបំពាក់ឧបករណ៍បែងចែកស្វ័យប្រវត្តិទំនើបនិងប្រព័ន្ធប្រតិបត្តិការត្រូវបានរំពឹងថាប្រសិទ្ធភាពបែងចែកកើតឡើងប្រហែល 30% ទន្ទឹមនេះយើងនឹងបន្ថែមយានយន្តដឹកជញ្ជូនអគ្គិសនីថ្មីចំនួន100គ្រឿងនៅក្នុងឆ្នាំខាងមុខដើម្បីគាំទ្រដល់ការកសាងប្រព័ន្ធដឹកជញ្ជូនបែបបៃតងកាបូនទាបនិងប្រកបដោយចីរភាពជាយូរមកហើយ ZTO Express Cambodia បានសម្រេចនៅការអភិវឌ្ឍជាលំដាប់ដោយប្រកាន់ខ្ជាប់នៅពាក្យស្លោកផឹកទឹកមិនភ្លេចប្រភពយើងក៏បានបង្កើតតម្លៃសង្គមជាបន្តបន្ទាប់ជាច្រើនទាក់ទងនឹងការងារនិងសហគ្រិនក្រុមហ៊ុនប្រកាន់ខ្ជាប់នៅយុទ្ធសាស្ត្រអភិវឌ្ឍក្នុងស្រុកបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកម្ពុជាជាង 2,000 នាក់តាមរយៈការបណ្ដុះបណ្ដាលនិងការអនុវត្តជាក់ស្ដែងបានបន្តកែលម្អសមត្ថភាពវិជ្ជាជីវៈរបស់ពួកគេជាមួយគ្នានេះដែរតាមរយៈសាខាក្រុមហ៊ុននិងសាខាដៃគូសហការយើងក៏បានជួយដល់សហគ្រិនក្នុងស្រុករាប់រយនាក់ឲ្យសម្រេចបាននូវគោលដៅអាជីវកម្មរបស់ពួកគេនិងទាក់ទាញមនុស្សរាប់ពាន់នាក់ឲ្យចូលរួមក្នុងវិស័យដឹកជញ្ជូនទាក់ទងនឹងការបម្រើសេដ្ឋកិច្ចនិងប្រព័ន្ធប្រតិបត្តិការដែលមានការកែលម្អឥតឈប់ឈរបានកាត់បន្ថយការចំណាយលើសេវាដឹកជញ្ជូនដល់សហគ្រាសធុនតូចនិងមធ្យមជាច្រើនហើយក៏បានផ្ដល់ស្ថិរភាពមួយដល់ពួកគេផងដែរក្នុងវិស័យសុខុមាលភាពសង្គម ZTO Express Cambodia តែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសាជីវកម្មនិងការទទួលខុសត្រូវសង្គមរយៈពេលប្រមាណឆ្នាំនេះផ្ដោតសំខាន់លើការជួយដល់ជនក្រីក្រនិងសប្បុរសធម៌ដូចជាការផ្ដល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដែលសរុបនៃការបរិច្ចាគលើសពី1លានយួនដឹកជញ្ជូនដោយមានគិតថ្លៃចំពោះសម្ភារៈបរិច្ចាគជាង 1,000 ប៉ោននិងតាមរយៈគំនិតផ្ដួចផ្ដើមសប្បុរសធម៌ផ្ដល់ក្តីស្រឡាញ់ពីចម្ងាយដែលបង្ហាញយ៉ាងពិតប្រាកដអំពីការទទួលខុសត្រូវនិងបន្តទទួលមូលនិធិពីប្រទេសចិនចំពោះប្រទេសកម្ពុជាបម្រើកម្ពុជានិងផ្ដល់ជូនកម្ពុជាដោយសម្លឹងមើលទៅអនាគតក្នុងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងប្រទេសចិននិងកម្ពុជាក្រុមហ៊ុន ZTO Express Cambodia នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការបង្កើតសុភមង្គលសម្រាប់មនុស្សកាន់តែច្រើនពង្រឹងឧស្សាហកម្មកាន់តែច្រើនរួមចំណែកជាបន្តបន្ទាប់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីនិងការអភិវឌ្ឍរួមគ្នារវាងប្រទេសចិននិងកម្ពុជាមានបញ្ញើទំនិញកុំភ្លេច ZTO